Hello ទៅកាន់អ្នកទាំងអស់គ្នាខ្ញុំបាទស្មីថ្ងៃនេះគឺខ្ញុំបានយកជាមួយនឹងរឿងថ្មីហើយរឿងនេះគឺអត់តាមបានដាក់ឈ្មោះនោះទេឥឡូវថាកុំឲ្យនិយាយច្រើនចូលខ្សែរឿងរបស់យើងតែម្ដងទៅនៅក្នុងភាគទី1គ្រាន់តែចូលខ្សែរឿងដំបូងយើងឃើញថាបរិមម្នាក់កំពុងតែត្រូវបានគេធ្វើបាបដោយតួឯករបស់យើងនឹងហើយកំពុងតែធ្វើបាបគេមូលហេតុដោយសារតែអាប៉ែហ្នឹងចង់ញ៉ាយញោមទៅកាន់កូនសិស្សរបស់គាត់ឈ្មោះថាលូឈៀនធានហើយតួឯកយើងក៏បានទាញអាប៉ែហ្នឹងដើម្បីឲ្យចូលមកកាន់និកាយរបស់គាត់ដែលជានិកាយឆ្អឹងដែកប៉ុន្តែអាប៉ែហ្នឹងគឺមិនព្រមចូលនោះទេដោយសារតែវានៅក្នុងនិកាយលីងឆិនហើយណាមួយទៀតដោយសារតែមិនចូលហើយគេប៉ះពាល់ទៅកាន់កូនសិស្សរបស់អញទៀតមានអីតួឯករបស់យើងក៏បានចាប់ការវាភ្លេចប្រាប់ទៅកាន់អ្នកទាំងអស់គ្នាបានដឹងតួឯករបស់យើងក៏ជាមេបកនៅក្នុងនិកាយឆ្អឹងដែកគាត់មានឈ្មោះថាជុងឆាងសៀវនិកាយឆ្អឹងដែកត្រូវបានបង្កើតឡើងទៅដោយបរិមម្នាក់គាត់មានឈ្មោះថាវ៉ាងគាត់បានវឹកហាត់ជាមួយនឹងក្បាច់គុណឬក៏រឹងកែរឹងមាំលុតចុះពីលើកំពូលភ្នំនៅតែមួយងាប់នោះហើយក៏ជាមូលហេតុបង្កើតនិកាយឆ្អឹងដែកប៉ុន្តែចុងក្រោយងាប់ដោយសារតែចូលផ្ទះបននិយាយទៅពិតជាលយតែម្ដងហើយតួឯករបស់យើងក៏ខ្លាចទៅជាអ្នកកាន់តំណែងប៉ុន្តែគាត់ប្រាប់តួឯករបស់យើងគឺមិនមែនជាមនុស្សនៅក្នុងពិភពលោកនេះទេតែគាត់គឺជាមនុស្សមកពីសម័យទំនើបបានចូលមកកាន់កាប់រាងកាយនេះដោយសារតែអាប៉ែហ្នឹងងាប់ដោយសារតែផ្លាកឈ្មោះស្អីគេកិនសង្កត់ហើយនេះក៏ជាមូលហេតុដែរតួឯករបស់យើងក៏ខ្លាចទៅជាម្ចាស់រាងកាយនេះនាពេលបច្ចុប្បន្នតែម្ដងឆាងសៀវក៏ទទួលបានជាមួយនឹងប្រព័ន្ធ system ដែលគឺជាប្រព័ន្ធ system ដ៏អស្ចារ្យដែលអាចជួយទៅកាន់ចំពោះឆាងសៀវបង្កើតជាមួយនឹងនិកាយរបស់គេឲ្យកាន់តែរឹងមាំដោយចំពោះភារកិច្ចហ្នឹងគឺឲ្យទៅកាន់ឆាងសៀវរបស់យើងស្វែងរកជាមួយនឹងសិស្សឲ្យបានចំនួនប្រហែល 100,000 នាក់បើសិនជារឹងបានទេក្នុងរយៈពេល100ឆ្នាំឆាងសៀវរបស់យើងនឹងត្រូវបានងាប់តែម្ដងប្រព័ន្ធ system ក៏បានប្រគល់ទៅកាន់អំណោយឲ្យទៅកាន់ឆាងសៀវរបស់យើងផងដែរនៅពេលដែលរង្វាន់ទទួលបានវាគឺគ្រាន់តែជាកងអ្វីមួយដូចជាលំហអញ្ចឹងនៅពេលដែលគាត់ប្រើជាមួយនឹងអំណាចនៃថាមពលរបស់គាត់ចូលទៅមួយនៅក្នុងចិញ្ចៀនលំហមួយនោះគាត់ក៏បានឃើញជាមួយនឹងដុំថ្មអ្វីទេដែលគាត់ក៏បានគិតផងដែរថាដុំថ្មមួយនោះប្រហែលគឺជាវត្ថុទិព្វដ៏មានតម្លៃអ្វីមួយហើយប៉ុន្តែនោះគឺគ្រាន់តែជាក្របបែកហើយសំខាន់វាក៏មានអារម្មណ៍មានការឈឺចាប់មានអីមិនស្រួលតើវាខឹងវាអាចមាននីតិដើរលឿនហើយវាក៏អាចផ្ទុះសម្រាប់ទៅកាន់ឆាងសៀវរបស់យើងផងដែរងាប់ហើយអញមើលទៅមានអ្វីក្រៅពីបំពេញតាមភារកិច្ចនោះទេប្រព័ន្ធ system ក៏បានបញ្យល់ផងដែរអំពីការសាងសង់ជាមួយនឹងការចូលរួមចំណែកបន្ទុកនៃការសាងសង់វាសំដៅទៅដល់ការអភិវឌ្ឍនៃកាយឬក៏អាចឈានទៅដល់កម្រិតខ្ពស់ឬក៏ច្រើនជាងនឹងចំពោះការចូលរួមចំណែកវាសំដៅទៅដល់បន្ទុកចំពោះបន្ទុកនឹងសំដៅទៅដល់ចំពោះការជ្រើសរើសសិស្សហើយបន្ទុកវាក៏អាចចំណាយបានផងដែរនៅពេលដែលទទួលបានជាមួយនឹងសិស្សវាស្មើនឹងបន្ទុកមួយមានន័យថាសិស្សម្នាក់ស្មើនឹងបន្ទុកមួយយ៉ាងវារឿងវ៉ាន់តិចឆាងសៀវក៏បានយកឥឡូវនេះដល់ពេលឆាងសៀវរបស់យើងជ្រើសរើសកូនសិស្សដើម្បីចូលមកកាន់និកាយស្រាប់តែក៏បានឃើញចំពោះក្មេងស្រីម្នាក់ក៏បានចូលមកកាន់និកាយរបស់គាត់នាងគឺជាលូឈៀនធាននឹងហើយគឺចង់ចូលមកក្នុងនិកាយឆ្អឹងដែកហើយក៏ត្រូវបានឆាងសៀវរបស់យើងចាប់មនោគមទៅកាន់នាងហើយនោះក៏ជាមូលហេតុដែលបានឲ្យគាត់ជ្រើសរើសឈៀនធានចូលមកក្នុងនិកាយរបស់គាត់តែម្ដងប៉ុន្តែបន្ទុកមួយរបស់គាត់ដូចជាមិនទាន់បានប្រើការបានអ្វីឡើយនោះទេប្រហែលចាំមើលបន្តិចទៀតហើយមើលទៅនេះប្រព័ន្ធ system ក៏បានប្រគល់ទៅកាន់អំណោយមួយចំនួនឲ្យទៅកាន់ឆាងសៀវរបស់យើងផងដែរវាគឺជាกระดาษអ្វីមួយដូចជាពណ៌ក្រហមនឹងគឺជាกระดาษដែលអាចធ្វើឲ្យចំពោះឆាងសៀវរបស់យើងគឺឈានទៅដល់កម្រិតមួយផ្សេងទៀតដោយសារតែលើនេះឆាងសៀវរបស់យើងគឺគេឈានទៅដល់កម្រិតអាណាចក្របើជីចូលនៅក្នុងអាណាចក្រទី5បាទធ្វើហើយប៉ុន្តែគឺការបែងចែកកម្រិតវានៅច្រើនទៀតត្រង់ហ្នឹងខ្ញុំអត់យល់នោះទេឥឡូវនេះយើងគឺកុំខ្វល់ច្រើនការបង្ហាញចំពោះពេលបច្ចុប្បន្នមនុស្សម្នាក់នៅក្នុងនិកាយលីងឆិនហ្នឹងត្រូវបានឆាងសៀវរបស់យើងធ្វើបាបវាក៏បានហៅគ្នារបស់វាម្នាក់មកជួយសងសឹកអូយមិនម្នាក់ទេគឺមកក្រុមតែម្ដងហើយពួកអដែកទាំងអស់នោះក៏បានមើលងាយអំពីសមត្ថភាពរបស់ឆាងសៀវរបស់យើងផងដែរគ្រាន់តែជាអ្នកបើកជីចរកម្រិតទី3តែប៉ុណ្ណោះគិតថាខ្លាំងមែនដែរឬទេអ្វីដែលគួរឲ្យចង់ផុតនោះនៅពេលដែលកញ្ញាឈៀនប្រាប់ថាបើងាប់កុំភ្លេចប្រគល់តំណែងមេប៉ាក់ឲ្យមកកាន់ខ្ញុំពណ៌ដែងហ្នឹងក៏បានឲ្យទៅកាន់ឆាងសៀវរបស់យើងចូលមកគ្រាន់តែត្រឹមតែអាណាចក្របើកជីកចូលកម្រិតទី3តែប៉ុណ្ណោះគិតថាអាចយកឈ្នះពួកគេបានមិនដែរឬទេដោយសារតែពួកគេសិតតែកម្រិតទី4ឬក៏កម្រិតទី5នៃការបើកជីកចូលប៉ុន្តែឃើញថាត្រូវបានឆាងសៀវរបស់យើងចាប់ការឡើងងាយស្រួលតែម្ដងពណ៌ដែងដែលមើលថែមទៀតហ្នឹងគឺមានការភ្ញាក់ផ្អើលដោយសារតែឆាងសៀវរបស់យើងគេឈានទៅដល់ដំណាក់កាលទី5នៃអាណាចក្របើកជីកចូលបន្ទាប់ពីបានចាប់ការរួចហើយគាត់ក៏បានដែរចេញតែឃើញថា
ឈានឈានក៏បានសួរទៅកាន់ចំពោះឆាងសៀវហេតុអ្វីបាយជីមិនសម្លាប់ទៅកាន់ពួកគេដោយសារតែនៅក្នុងទ្វីបតារាការមានចិត្តល្អពេកពិតជានាំគ្រោះមហន្តរាយដល់ខ្លួនសម្ដីមួយនេះឆាងសៀវក៏បានយល់ព្រមផងដែរប្រព័ន្ធក៏បានប្រាប់ត្រូវតែមានការអប់រំកូនសិស្សបានល្អកុំឲ្យមានការឆេះឆាវឬក៏អាក្រក់ពេកហើយក៏ទទួលបានបន្ទុកឆាងសៀវក៏បានបញ្យល់ទៅកាន់ចំពោះឈានឈានគាត់ពិតជាយល់ពីអត្ថន័យនេះប៉ុន្តែតើអ្នកភ្លេងពីការបង្ហាត់មិនដែរទេការបង្ហាត់វាគឺជាការបណ្ដុះចិត្តដូច្នោះអ្នកត្រូវតែបណ្ដុះចិត្តបានអ្នកឲ្យបានល្អប្រព័ន្ធក៏បានសរសើរទៅកាន់ឆាងសៀវពិតជានិយាយបានត្រឹមត្រូវប៉ុន្តែយើងក៏ឃើញផងដែរថាឈានឈាននឹងដូចជាអត់យល់អំពីពាក្យសម្ដីរបស់ឆាងសៀវរបស់យើងនោះទេនិយាយទៅប្រឹងតែសម្លាប់ទៅកាន់គ្រូរបស់ខ្លួនឯងទៀតយ៉ាប់មកក្មេងស្រីយើងពិតជាចិត្តឆេះឆាវមែនត្រង់នេះគឺកង្វល់នៅពេលដែលឆាងសៀវរបស់យើងគឺពិនិត្យមើលចំពោះពិន្ទុដែលអាចទិញបានអ្វីខ្លះប៉ុន្តែគាត់អាចទិញបានត្រឹមតែថ្នាំព្យាបាលតែប៉ុណ្ណោះស្រាប់តែពេលនោះពួកគេក៏បានរកឃើញចំពោះមនុស្សម្នាក់ដែលកំពុងតែរងរបួសឃើញដូច្នោះហើយឆាងសៀវក៏បានចង់ទៅមើលស្រាប់តែក៏ដឹងថារបួសរបស់បុរសម្នាក់ហ្នឹងគឺពិតជាធ្ងន់ធ្ងរសូម្បីតែឈានក៏ដឹងថាពួកគេក៏មិនអាចព្យាបាលទៅកាន់បុរសម្នាក់នោះគឺទាន់ពេលវេលាផងដែរប៉ុន្តែសម្រាប់ទៅកាន់ឆាងសៀវរបស់យើងវិញដោយសារតែគាត់មានជាមួយនឹងពិន្ទុមួយដូច្នោះគាត់នឹងទិញជាមួយថ្នាំព្យាបាលដើម្បីសាកល្បងក៏ឲ្យទៅកាន់បុរសម្នាក់ហ្នឹងលេបតែម្ដងបន្ទាប់ពីលេបហើយបានធ្វើឲ្យឈានមានការភ្ញាក់ផ្អើលព្រោះថាមួយប្រព្រឹត្តថ្មីបុរសហ្នឹងជាឲ្យរត់ទៅបាត់តែម្ដងឆាងសៀវវិញមានការភ្ញាក់ផ្អើលតែម្ដងដោយសារតែដឹងថាអាថ្នាំនេះបើសិនជាខ្លួនយកទៅលក់ខាងក្រៅពិតជាខ្លាចជាអ្នកមានប៉ុន្តែអ្វីដែលគួរសោកស្ដាយថ្នាំហ្នឹងទិញបានតែមួយតែប៉ុណ្ណោះក្នុងមួយថ្ងៃហើយឥឡូវនេះខ្លួនគាត់គឺអត់មានបន្ទុកទៀតនោះទេសំខាន់អាប៉ែនោះទៅឲ្យបានអរគុណគាត់ទៀតហើយពិតជាសាមតែម្ដងប៉ុន្តែយ៉ាងណាក៏ដោយរឿងនេះគាត់គឺមិនបានខ្វល់នោះទេឈានក៏បានប្រាប់ទៅកាន់ឆាងសៀវគឺកុំឲ្យមានចិត្តល្អខ្លាំងពេកប្រយ័ត្ននាំអន្តរាយដល់ខ្លួនព្រោះថានេះគឺជាទ្វីបតារាវាគឺពិតជាខូខើឆាងសៀវដើរបណ្ដើរគេបណ្ដើមពីពាក្យសម្ដីរបស់ឈានព្រោះថានេះមិនមែនដូចជាពិភពលោកផែនដីរបស់គាត់នោះទេដោយមានការគ្រប់ច្បាប់បើសិនជាពួកគេហ៊ានប៉ះខ្ញុំនឹងសម្លាប់ពួកគេប្រព័ន្ធក៏បានអបអរសាទរព្រោះថានេះគឺជាកិច្ចការងារលាក់កំបាំងនៅក្នុងប្រព័ន្ធគាត់ទទួលបានជាមួយនឹង10បន្ទុព្រោះថាបំពេញជាមួយនឹងភារកិច្ចមាន14ដំណាក់កាលហើយវាក៏មានការបំពេញការងារផងដែរដូចជាគេហៅថាវីរភាពនោះដូចជាការសម្លាប់ជាមួយនឹងសត្វចម្លែកហើយវាក៏មានភារកិច្ចប្រព័ន្ធឲ្យផងដែរឬក៏ភារកិច្ចដំណើរការស្វែងរកអាចកំបាំងហើយវានៅមានច្រើនទៀតថងហ្នឹងយើងគឺកុំសូវខ្វាយខ្វល់ខ្លាំងពេកអ្វីដែលសំខាន់ពួកគេគឺបានមកដល់ចំពោះទីក្រុងឈីនយ៉ាងបាទៅហើយឆាងសៀវក៏បានប្រាប់ថាចាំមើលខ្ញុំឲ្យនិកាយចង្ដៃរបស់ខ្ញុំគឺធំជាងនេះទៅទៀតប៉ុន្តែបានធ្វើឲ្យចំពោះមនុស្សនៅទីនោះមានការសើចចំអកជាខ្លាំងចំពោះនិកាយចង្ដៃព្រោះថាគេឈ្មោះរបស់វាពិតជាស្អុយរលួយតែម្ដងដោយសារតែមេបាក់វាងនឹងហើយនិយាយទៅគឺដៀចំទៅកាន់ចំពោះឆាងសៀវរបស់យើងសូម្បីតែឈានផងដែរអត់បានលើកសរសើរទេបែរជាដៀថែមតែម្ដងឥឡូវកុំខ្វល់ច្រើនយើងបង្ហាញចំពោះខាងក្នុងដោយសារតែនេះគឺជាពិធីដើម្បីជ្រើសរើសសិស្សយើងក៏បានឃើញចំពោះនិកាយពីរផងដែរដូចជាមួយនិកាយឈ្មោះថាខ្លាក្រហមមួយទៀតគឺជានិកាយដៅឬក៏ដៅវែងពួកគេកំពុងតែប្រកែកគ្នារវាងអ្នកណាខ្លាំងជាងស្រាប់តែឆាងសៀវរបស់យើងក៏បានដាក់កន្លែងជ្រើសរើសសិស្សនៅចំកណ្ដាលពួកគេតែម្ដងមិនបានខ្វាយខ្វល់ពីពាក្យសម្ដីរបស់មនុស្សទាំងពីរនាក់នេះនោះទេស្រាប់តែនៅពេលនោះពួកគេក៏បានដឹងថាកូនប្រុសក្នុងគ្រួសារលីដែលមានឈ្មោះថាលីឈីងយ៉ាងក៏បានមកដល់ព្រោះថាគេម្នាក់នោះមានជាមួយនឹងឬក៏ខាងវិញ្ញាណកម្រិតខ្ពស់ដែលនិយាយទៅវាក៏ជាប់ចំណាត់ថ្នាក់លេខ3ផងដែរមិនអត់នោះទេនេះគឺបើតាអ្វីដែលគេប្រាប់ពួកយើងព្រោះថាឬក៏ខាងវិញ្ញាណវាមានចាប់ពីកម្រិតទាបរហូតដល់កម្រិតណាផ្លេចបារេះដឹងត្រឹមថាវាគឺមានតែ16ឆាងសៀវបានមើលទៅកាន់ចំពោះឈិនយ៉ាងអស់តើគេគឺជាបរិមម្នាក់ដែលខ្ញុំបានជឿក្នុងព្រៃទៅខ្ញុំគួរតែយកលេសមួយនេះដើម្បីឲ្យគេចូលមកកាន់ចំពោះនិកាយរបស់ខ្ញុំព្រោះថាឬក៏ខាងវិញ្ញាណមួយនេះគឺពិតជាមិនអន់នោះទេបើសិនជាបានចូលមកនិកាយរបស់ពួកយើងហើយសូម្បីតែនិកាយដែលជាប់ចំណាត់ថ្នាក់លេខ5ឈ្មោះថានិកាយខាងសានក៏ចង់បានចំពោះឈិនយ៉ាងចូលទៅកាន់ចំពោះនិកាយរបស់ពួកគេផងដែរស្រាប់តែឈិនយ៉ាងក៏បានមកនិយាយជាមួយនឹងឆាងសៀវរបស់យើងដោយសារតែឆាងសៀវយើងហើយគឺជាអ្នកជួយសង្គ្រោះជីវិតរបស់គាត់ប៉ុន្តែនេះក៏ជាឱកាសល្អសម្រាប់ឆាងសៀវរបស់យើងយកឡែដើម្បីឲ្យចំពោះឈិនយ៉ាងគឺចង់ចូលរួមនៅក្នុងនិកាយរបស់ខ្លួនឆាងសៀវរបស់យើងគឺជាមនុស្សដែលពូកែចាំនៅគុំតាមម្ដងដោយសារតែឈិនយ៉ាងគឺចង់ដឹងពីភាពរុងរឿងរបស់និកាយឆ្អឹងដៃ
តើវាគឺមានប្រវត្តិរឿងដោយបែបណាអ្នកខ្លះខំប្រាប់ឲ្យថាហើយគ្មានប្រវត្តិរឿងអីទេព្រោះអីវាមានតែមេប៉ាដែលចូលបនស្រីស្រាប់តែនៅពេលនោះឆាងសៀវក៏បានប្រាប់តើអ្នកគឺធ្លាប់លឺអំពីសមុទ្រខាងកើតដែរឬទេព្រោះថាឈ្មោះនិកាយរបស់យើងគឺចាប់ផ្ដើមចេញមកពីខាងនោះដោយអ្នកក៏បានដឹងថាសមុទ្រខាងកើតវាពោពេញទៅដោយសត្វចម្លែកគឺគ្មានទីបញ្ចប់នៅទីនោះក៏មានជាមួយនឹងភ្នំពីរផងដែរដោយភ្នំមួយគឺឲ្យឈ្មោះថាភ្នំឆ្អឹងដៃមួយទៀតគឺជាភ្នំផ្លែឈើដែលនោះគឺជាទីតាំងដំបូងនៃនិកាយឆ្អឹងដៃរបស់យើងគឺចាស់កំណើតហើយអ្នកដែលគ្រប់គ្រងនៅនោះគាត់មានឈ្មោះថាស៊ុនវូខុងអ្នកគ្នាគួរតែស្គាល់ហើយប៉ុន្តែចំពោះព្រឹទ្ធាចារ្យម៉ាបាននិយាយថាឆាងសៀវរបស់យើងគឺជាមនុស្សបោកប្រាស់តែប៉ុណ្ណោះប៉ុន្តែឆាងសៀវរបស់យើងគឺមិនបានខ្វាយខ្វល់អំពីសម្ដីរបស់ព្រឹទ្ធាចារ្យម៉ានោះទេហើយនិយាយទៅអញធ្វើមិនដឹងអញធ្វើមិនឮព្រោះថាពួកឯងមិនដែលដឹងច្បាស់ពីនិកាយរបស់អញនោះទេឈីងយ៉ាងក៏ចាប់ផ្ដើមសួរផងដែរថាចុះគុណសម្បត្តិដែលចូលវានឹងមានផលប្រយោជន៍អ្វីខ្លះឆាងសៀវក៏បានតបទៅវិញផងដែរគុណសម្បត្តិឥឡូវវាគឺពិតជាគ្មាននោះទេដោយសារតែការរីកចម្រើនវាក៏មានការធ្លាក់ចុះផងដែរប៉ុន្តែខ្លួនគឺពិតជាសន្យាថាពិតជាអាចធ្វើឲ្យនិកាយរបស់ពួកយើងគឺខ្លាំងជាងមុនហើយខ្ញុំក៏អាចធ្វើឲ្យអ្នកឈានទៅដល់ចំពោះអាណាចក្រអធិរាជក្បាច់គុណអ្នកក៏គួរតែដឹងពីថ្នាំដែលខ្ញុំបានឲ្យអ្នកព្រោះថានោះគឺសិតតែជារបស់បុរាណតែម្ដងប៉ុន្តែព្រឹទ្ធាចារ្យម៉ាបាននិយាយថាស្អីគេអាណាចក្រអធិរាជក្បាច់គុណកុំចេះតែនិយាយតែប៉ុណ្ណោះពួកឯងកំប៉ិនបោកប្រាស់ពេកប៉ុន្តែឃើញថាឈីងយ៉ាងបានខ្លាចទៅជាកុនសិននៅក្នុងនិកាយឆ្អឹងដៃបាទទៅហើយងល់ហើយមិនក៏ឲ្យទៅជឿពាក្យសម្ដីអាវនៅបោកប្រាស់ដូច្នោះឆាងសៀវក៏បានប្រាប់ថាតើអ្នកមកពីនិកាយខាងសាមិនដែរទេក្នុងរយៈពេល3ឆ្នាំខ្ញុំនឹងអាចជន់ទៅកាន់និកាយរបស់អ្នកឲ្យធ្លាក់ចុះក្នុងបាតជើងរបស់ខ្ញុំនោះបានធ្វើឲ្យព្រឹទ្ធាចារ្យម៉ាមានការខឹងជាខ្លាំងប៉ុន្តែគាត់គឺមិនបានបើកការវាយប្រហារនោះទេស្រាប់តែឪពុករបស់ឈីងយ៉ាងក៏បានមកដល់គឺជាលោកលីបានសុំទោសទៅកាន់ចំពោះព្រឹទ្ធាចារ្យម៉ាព្រោះថាកូនរបស់គាត់នៅវ័យក្មេងពេកអញ្ចឹងហើយអត់ចេះគិតវែងឆ្ងាយចាំគាត់ឲ្យកូនរបស់គាត់ចូលទៅកាន់និកាយខាងសានប៉ុន្តែឃើញថាឈីងយ៉ាងនឹងពិតជាអាចចង់ចូលរួមទៅកាន់ចំពោះនិកាយខាងសាននោះទេដោយចាប់ទុកថាឆាងសៀវរបស់យើងនឹងគឺគ្រាន់តែជាមនុស្សបោកប្រាស់និយាយទៅបានតែប្រើសម្ដីផ្អែមតែប៉ុណ្ណោះឆាងសៀវក៏បាននិយាយផងដែរដូច្នោះទុកឲ្យខ្ញុំបញ្យល់ពីហេតុផលទៅការពោលរបស់អ្នកតើអ្នកគឺចង់ឲ្យខ្ញុំសាកល្បងពីអ្វីទើបអាចបញ្ជាក់ពីសមត្ថភាពរបស់ខ្ញុំបានស្រាប់តែលោកលីក៏បានដកជាមួយនឹងសិភៅក្បាច់គុណដែលវាគឺជាទម្រង់ទាំង9ដែលគាត់គឺបាននិយាយប្រាប់ទៅការចំពោះឆាងសៀវបានដឹងថាទម្រង់ទាំង9នេះគឺគ្មានអ្នកណាអាចរៀនដល់ទម្រង់ចុងក្រោយនោះទេដោយពួកគេតែងតែជាប់គាំងនៅក្នុងទម្រង់ទី8ព្រោះថាមានជាមួយនឹងអ្នកវឹកហាត់ជាច្រើនរាប់សែននាក់ហើយមិនដែលអាចវឹកហាត់ទៅដល់ទម្រង់ទី9បានម្ដងឡើយណានោះទេបើសិនជាអ្នកពិតជាអាចបំបែកបាននោះខ្ញុំពិតជាជឿជាក់អំពីសមត្ថភាពរបស់អ្នកលើដូច្នោះហើយឆាងសៀវរបស់យើងគឺមិនបានព្រមចាញ់ឡើយប្រើជាមួយនឹងប្រព័ន្ធ system បើកជាមួយនឹងថ្មីនៃការយល់ដឹងចាប់ផ្ដើមរៀនជាមួយនឹងសៀវភៅទាំងអស់នោះគឺបើកលឿនតែម្ដងព្រោះថាផ្នែកនៃការយល់ដឹងគាត់អាចប្រើប្រាស់បានរយៈពេល1ម៉ោងបន្ទាប់ពីបានយល់ស្វែងយល់ដឹងអំពីសៀវភៅទម្រង់ទាំង9មួយនេះគាត់ក៏បានប្រើដើររបស់ឈានបញ្ចេញជាមួយនឹងទម្រង់ទី1ឲ្យទៅកាន់ពួកគេមើលបន្ទាប់មកវាក៏ជាទម្រង់ទី2ផុតពីទី2វាក៏ចូលទី3ផុតទី3ចូលទី4ទី5ទី6និយាយទៅហើយក៏ឈានទៅដល់ទី7និងទី8ដែលរចនាចុងក្រោយនោះហាបីជាឃើញទៅការចំពោះឆាងសៀវរបស់យើងកំពុងតែយល់ដឹងជាមួយនឹងចេតនាដែរព្រោះថានេះបើសិនជាមានការរំខានវាពិតជាធ្វើឲ្យចំពោះឆាងសៀវរបស់យើងគាត់នឹងរងរបួសឆាងសៀវក៏បានអរគុណចំពោះព្រឹទ្ធាចារ្យម៉ាគឺជាមនុស្សដែលមានទឹកចិត្តល្អមែនដូច្នោះអ្នកគឺគ្រាន់តែសាកជាមួយនឹងទម្រង់ទី9របស់ខ្ញុំតែម្ដងចំហាយដាវដែលបានវាយប្រហារទៅកាន់ព្រឹទ្ធាចារ្យម៉ាគឺពិតជាខ្លាំងក្លាតែម្ដងព្រឹទ្ធាចារ្យម៉ាក៏បានដឹងថានេះគឺជាទម្រង់ទី9នៃក្បាច់ដាវទោះបីជាគាត់ស្ថិតនៅក្នុងអាណាចក្របើកជីកចរក៏ដោយប៉ុន្តែនេះវាគឺពិតជាចរណៈទី9ព្រឹទ្ធាចារ្យម៉ាក៏ចង់សួរយោបល់ទៅការចំពោះឆាងសៀវរបស់យើងអំពីបច្ចេកទេសសម្ងាត់របស់គាត់ឆាងសៀវរបស់យើងពិតជាយល់ព្រមប៉ុន្តែអ្នកក៏ត្រូវតែប្រាប់ខ្ញុំអំពីវិធីសាស្ត្រមួយនេះគាត់ក៏បានប្រាប់ពីវិធីសាស្ត្របច្ចេកទេសសម្ងាត់គឺជាការវឹកហាត់នៃផ្លូវចិត្តរបស់គាត់បន្ទាប់ពីបានទទួលពីការយោបល់របស់ឆាងសៀវគាត់ក៏បានចាយចែងទៅវិញមានការអំណរគុណជាខ្លាំងចំពោះឆាងសៀវរបស់យើង
មនុស្សជាច្រើនក៏ចាប់ផ្ដើមសុំយោបល់ទៅកាន់ចំពោះឆាងសៀវក៏ចាប់ផ្ដើមស្វែងរកលុយតាមម្ដងព្រោះថាគាត់នៅសល់ពេលយ៉ាងច្រើនតាមម្ដងដូច្នោះក៏ចាប់ផ្ដើមឲ្យពួកគេទៅរកជួរហើយយើងឃើញថាមានជាមួយនឹងអ្នកសុំយោបល់ជាច្រើនពីឆាងសៀវរបស់យើងសូម្បីតែឪពុករបស់លីឈីងយ៉ាងក៏បានសុំយោបល់ទៅកាន់ចំពោះឆាងសៀវផងដែរឆាងសៀវយើងវិញយកអ្នកផ្សេងត្រឹមតែ100ស្នៀតប៉ុន្តែបើសិនជាឪពុករបស់ឈីងយ៉ាងវិញទៅដល់1000ស្នៀតព្រោះថាកូនរបស់អ្នកគឺជាកូនសិស្សរបស់ខ្ញុំហើយខ្ញុំនឹងពិតជាបង្ហាត់កូនប្រុសរបស់អ្នកបានល្អលើដូច្នោះហើយមនុស្សដែលឃើញថាសមត្ថភាពរបស់ឆាងសៀវរបស់យើងខ្លាំងពួកគេក៏បានឲ្យកូនប្រុសរបស់ពួកគេចូលរួមចំពោះនិកាយឆ្អឹងដែកយើងក៏បានឃើញផងដែរថាឥឡូវនេះភារកិច្ចរបស់ឆាងសៀវរបស់យើងក៏បានបញ្ចប់ផងដែរចំពោះការទទួលសិស្សឲ្យបាន100នាក់ឥឡូវនេះវាគឺពេញបាតទៅហើយប្រសិនបើជាចង់ទទួលបានជាមួយនឹងកូនសិស្សលើសនឹងឆាងសៀវរបស់យើងក៏ត្រូវតែធ្វើឲ្យវិកាយរបស់គេកាន់តែខ្លាំងពិសេសត្រូវតែបែងចែកជាមួយនឹងភារកិច្ចឲ្យទៅកាន់កូនសិស្សដើម្បីបំពេញទើបពិតជាអាចជ្រើសរើសកូនសិស្សបន្ថែមទៀតស្រាប់តែមនុស្សដែលមកពីនិកាយលីងឈិនដែលជាកូនសិស្សពួកអបមាអ្នកមកវាផាមកកាន់ឆាងសៀវរបស់យើងដែលបែកនឹងវាមើលទីនេះក៏ដើម្បីសងសឹកឲ្យទៅកាន់កូនសិស្សរបស់វាមើលទីនេះដើម្បីប្រវល់ទៅកាន់ចំពោះឆាងសៀវរបស់យើងប្រកួតគ្នាមួយស្មើឆាងសៀវរបស់យើងដែលចេះចៅជាមួយនឹងអាប៉ែនឹងមើលពីណាពួកគេទាំងពីរនាក់ក៏បានឡើងមកលើខ្សែវៀនតែម្ដងអាប៉ែដែលសក់កញ្ញានឹងវាឈ្មោះថាវៃតានឹងវានិយាយច្រើនពេកហើយកុំនិយាយច្រើនពួកយើងគឺប្រយុទ្ធគ្នាតែម្ដងយើងឃើញថាការវាវហាររបស់ប៉ែវៃនឹងគឺគ្មានរឿងអ្វីកើតឡើងចំពោះឆាងសៀវយើងនោះទេដោយសារតែគាត់បានប្រើជាមួយនឹងសន្លឹកការរបស់គាត់ទាន់ពេលវេលាដែលនោះគឺជាសន្លឹកការនៃការការពារទោះបីជាអបិវ័យវាបានប្រើជាមួយនឹងការវាវហារខ្លាំងប៉ុណ្ណាក៏ដោយក៏មិនអាចធ្វើឲ្យចំពោះឆាងសៀវរបស់យើងគឺរឿងរបួសនោះទេសូម្បីតែឈានក៏បានប្រាប់ផងដែរមើលទៅឆាងសៀវគឺបានលាក់បាំងជាមួយនឹងអាចកំបាំងជាច្រើនដែលពួកយើងមិនដឹងការពិតទៅគាត់បានប្រព័ន្ធ system យោងតែប៉ុណ្ណោះកុំអីត្រូវបានអបិវ័យនឹងវាយងាប់តាំងពីដើមទីបាទទៅហើយអបិវ័យក៏បានប្រែជាមួយនឹងស្នៀតចុងក្រោយរបស់វាប៉ុន្តែថាស្នៀតចុងក្រោយនឹងនិយាយច្រើនហើយឈ្មោះក៏វែងទៀតប៉ុន្តែគ្មានអីខ្លាំងទេត្រូវបានឆាងសៀវរបស់យើងបំផ្លាញជាមួយនឹងការវាយប្រហារមនុស្សយ៉ាងស៊ីផុយតែម្ដងអ្នកដែលមើលនឹងមានការផ្ទះផ្អើលងាប់ហើយហាក់បីដូចជាអបិនោះគឺគ្មានខ្លាំងអ្វីនោះទេប៉ុន្តែនឹងវាមិនទាន់បានអស់ក្បាច់នោះទេវាក៏បានបញ្ចេញជាមួយនឹងអាវុធវេទមន្តដែលវាទាមពីលោកហ្វានព្រោះថាលោកហ្វាននឹងគឺជាអ្នកដែលផលិតជាមួយនឹងអាវុធវេទមន្តជាច្រើនរំអស់តែម្ដងវាក៏បានប្រតិកម្មចំពោះឆាងសៀវរបស់យើងឲ្យបញ្ចេញជាមួយនឹងអាវុធរបស់វាមកឆាងសៀវយើងក៏បានចៅផងដែរបញ្ចេញជាមួយនឹងអាវុធដែលគាត់បានទិញអំពីប្រព័ន្ធ system របស់គាត់ដែលយើងបានឃើញថាការវាយប្រហារដែលចេញពីអាវុធរបស់ឆាងសៀវរបស់យើងពិតជាខ្លាំងដោយគាត់គឺគ្រាន់តែប្រើជាមួយនឹងរចនាបថស្នេហ៍ដែរទាំង9គឺអាចកាត់ផ្ដាច់ដៃចំពោះអបិវ័យនឹងគឺបានតែម្ដងនិយាយទៅពិតជាសាហាវពេកហើយបន្ទាប់ពីបានយកឈ្នះទៅគណៈអបិវ័យហើយគាត់ក៏បានចាកចេញពីទីនេះជាមួយនឹងកូនសិស្សរបស់គាត់ស្រាប់តែឈិនយ៉ាងក៏បានប្រតិកម្មឆាងសៀវថាគាត់គឺចង់ណែនាំមនុស្សម្នាក់ឲ្យចមកកាន់និកាយឆ្អឹងដែកអ្នកដែលគាត់ចង់ណែនាំគឺជាគូស្នេហ៍របស់គាត់ប៉ុន្តែយើងដឹងថាគូស្នេហ៍របស់គាត់គឺមិននៅនោះទេហើយនាងបានដឹងថានាងគឺមិនស័ក្តិសមជាមួយនឹងឈិនយ៉ាងឡើយប៉ុន្តែយ៉ាងណាក៏ដោយឈិនយ៉ាងនៅតែមិនចោះចាញ់ហើយក៏បានប្រាប់ថាខ្ញុំគឺមិនដល់នាងនោះទេបានត្រូវនិយាយទៅត្រង់នេះឈិនយ៉ាងរបស់យើងគឺគាត់ចង់បង្ហាញអំពីតម្លៃនៃសេចក្តីស្នេហារបស់គាត់ចំពោះនាងព្រោះថានាងគឺជាមនុស្សដែលល្អបំផុតដែលគាត់គឺជាមនុស្សម្នាក់ដែលមិនអាចទៅដល់ព្រោះថាត្រង់នេះឈិនយ៉ាងរបស់យើងគឺមិនបានមើលងាយចំពោះសេចក្តីស្រឡាញ់ឬក៏ឋានៈតូចទាបអ្វីនោះទេតែនឹងក៏សរសើរទៅកាន់ចំពោះឈិនយ៉ាងផងដែរកុំឲ្យនិយាយច្រើនយើងចូលរឿងរបស់យើងតែម្ដងនៅពេលដែលពួកគេមកដល់និកាយឃើញថាអាក្មេងម្នាក់នឹងបែរជាមនុស្សមកកាន់និកាយរបស់ឆាងសៀវរបស់យើងមកអញកាត់អូនតូននេះចោលសិនណានៅពេលដែលដើរមកដល់ខាងក្នុងត្រូវបានផ្លាកឈ្មោះនិកាយបុកក្បាលទៀតនិយាយទៅបែកក្បាលតែម្ដងហើយឥឡូវនេះចំពោះភារកិច្ចនៅក្នុងនិកាយឆាងសៀវរបស់យើងគឺទុកឲ្យចំពោះឈិនយ៉ាងជាមួយនឹងឈានធានគឺសម្រាប់ឲ្យពួកគេនឹងជួសជុលទៅកាន់និកាយលុយអីកុំខ្វល់ចាំយកពីគ្រូទៅបានហើយ
ឆាងសៀវរបស់យើងដោយសារតែភារកិច្ចនៃការឥឡូវនេះគាត់ទុកឲ្យចំពោះឈានជាមួយនឹងឈីងយ៉ាងឥឡូវគាត់គួរតែហ្វឹកហាត់ជាមួយនឹងកម្រិតរបស់គាត់គឺឲ្យកាន់តែខ្លាំងនៅពេលដែលគាត់បានផឹកជាមួយទឹកនោះរួចហើយឬក៏ខាវញៀនរបស់គាត់ឈានពីកម្រិតទាបទៅធម្មតាជាពិសេសគាត់ក៏អាចឈានទៅដល់កម្រិតទី7នៃអាណាចក្របើកចរផងដែរគាត់ក៏បានចំណាយជាមួយនឹងពិន្ទុរបស់គាត់ដើម្បីឈានទៅដល់អាណាចក្រទី10នៃការបើកចរមើលទៅកម្លាំងរបស់គាត់គឺពិតជាខ្លាំងលោកគ្រូប៉ុន្តែបំផ្លាញជាមួយនឹងជាងអញ្ចឹងហើយណាលុយនិយាយទៅជួយជួបបន្ថែមទៀតនិយាយទៅត្រង់នេះគឺពិតជាកំ ប្លែងចំណែករឿងក៏មកដល់កន្លែងទីបញ្ចប់ផងដែរត្រង់នេះរឿងធ្វើវែងតិចទៅចូលចង់ប្រមាណភាគបាត់ហើយលើកក្រោយប្រហែលអាចដាក់ភាគតិចបានហើយព្រោះថាច្រើនពេកនិយាយឡើងឈឺក